តើអ្នកចង់ឲ្យកម្មវិធីរបស់អ្នកអាចសួរព័ត៌មានឬទទួលទិន្នន័យពីអ្នកប្រើប្រាស់ដែរឬទេសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកអំពី function មួយដែលមានឈ្មោះថា scanf ដែលវាមានតួនាទីទទួលយក input ពី keyboard ចូលទៅក្នុង program របស់យើងដូចយើងបានឃើញនេះគឺជា code ដែលបានបង្ហាញពីមេរៀននៅថ្ងៃនេះអញ្ចឹងអ្វីដែលយើងសង្កេតឃើញអ្វីដែលខុសប្លែកគឺមានឈ្មោះថា scanf អូខេអញ្ចឹងយើងនឹងសង្កេតមើលថាតើនៅក្នុងនឹងមានអីគេខ្លះអញ្ចឹង in age ត្រង់នេះគឺខ្មែរមានន័យថាអាយុរបស់យើង in កាលពីមេរៀនមុនយើងបានរៀនហើយថាវាគឺជា variable សម្រាប់ដាក់តួលេខអញ្ចឹងយើងអាចដាក់លេខដោយសារតែអាយុរបស់យើងអូខេអញ្ចឹងនៅពេលដែលយើង print how old are you ត្រង់នេះគឺមានន័យថាគេសួរថាតើអាយុរបស់យើងគឺអាយុប៉ុន្មានអញ្ចឹងយើងត្រូវ print ឲ្យវាចេញស៊ូជាអាយុរបស់យើងសិនទើបយើងអាចប្រាប់គេបានគេបន្តមកទៀតកន្លែង scanf ត្រង់នេះគឺសំខាន់នៅក្នុងមេរៀននេះគឺវារងចាំឲ្យ user ឬក៏អ្នកប្រើប្រាស់វាបញ្ចូលទិន្នន័យពី keyboard ទៅដល់មកទៀតភាគរយ D អញ្ចឹងយើងឃើញថាមានភាគរយ D អញ្ចឹងភាគរយ D ត្រង់នេះគឺវាមានន័យថាយើងចង់ទទួលយកទិន្នន័យជាប្រភេទជាលេខគត់អញ្ចឹងភាគរយ D គឺមានន័យថាប្រភេទជាលេខគត់ដែលយើងបានរៀនពីសប្តាហ៍មុនហើយ n age ត្រង់នេះគឺជានិមិត្តសញ្ញាដែលវាសំខាន់ណាស់វាសម្រាប់កុំព្យូទ័រឲ្យយកតម្លៃដែល user វាទៅដាក់ឲ្យចំកន្លែងនៃប្រអប់ age នឹងគឺដាក់នៅក្នុង variable ដែលយើងបានកំណត់ថា variable នឹងគឺយើងបានដាក់លេខដាក់អាយុរបស់យើងនឹងឃើញពាក្យថា printf ត្រង់នេះគឺបានពីណាគឺបានមកពីដែលយើងបានសរសេរ scan ចូលគឺយើងបានសរសេរទិន្នន័យពី keyboard ចូល your age is អញ្ចឹងភាគរយ D នេះភាគរយ D គឺបានមកពីកន្លែងដែលយើង scan អំបញ្ញមិញអញ្ចឹងយើងវាបញ្ចូលលេខប៉ុន្មាននៅកន្លែងភាគរយ D ត្រង់នេះគឺវានឹងចេញលេខដូចគ្នាហើយក្បៀស age ដូចគ្នាបើសិនតែ age ត្រង់នេះយើងវាយលេខ10ត្រង់នេះប្រកាសជាលេខ10ដោយសារតែយើងដាក់ age ដូចគ្នាអូខេអញ្ចឹងយើងនឹងចូលទៅរ៉ានកម្មវិធីនឹងបងប្អូនគ្នាថាតើនៅពេលដែលយើងរ៉ានកម្មវិធីវានឹងចេញអ្វីអូខេអញ្ចឹងទី1នៅពេលដែលយើងរ៉ានទៅយើងជួបជាមួយនឹង print ទី1អញ្ចឹង print ទី1គេសួរថាតើអាយុរបស់យើងគឺប៉ុន្មានអញ្ចឹងដូចយើងបានឃើញអញ្ចឹងនេះគឺ print ទី1 how old are you អញ្ចឹងតើអាយុរបស់យើងគឺប៉ុន្មានបន្តមកទៀតគេសួរឲ្យយើងវាបញ្ចូលលេខដូចនៅត្រង់នេះយើងនឹងឃើញពាក្យថា scan ត្រង់នេះគឺយើងអាចវាបញ្ចូលលេខឧទាហរណ៍យើងអាយុ18យើងវាយលេខ18ចូលយើងវាបញ្ចូលលេខ18យើងនឹងឃើញ your age is 18 your age is 18អញ្ចឹងមានន័យថានៅពេលដែលយើងបាន scan ចូលទៅហើយយើងបានវាបញ្ចូលទិន្នន័យហើយនោះយើងនឹងបានទិន្នន័យថ្មីគឺ print ទី2គឺ your age is នឹងភាគរយ D គឺកន្លែងនេះយើងវាបញ្ចូលលេខ18វានឹងលោតចេញលេខ18អូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាបានយល់បានច្រើននៅក្នុងការប្រើប្រាស់ scanf ឥឡូវដល់ពេលអ្នកទាំងអស់គ្នាសាកល្បងអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកល្បងសរសេរកម្មវិធីសាមញ្ញមួយដែលសួរអំពីថ្ងៃកំណើតរបស់អ្នករួចបង្ហាញវានៅលើអេក្រង់ដូចដែលខ្ញុំបានបង្ហាញអញ្ចឹងថាតើអ្នកគួរសរសេរបែបណាអញ្ចឹងយើងគួរលុបបែបនេះយើងដាក់ when is your birthday អញ្ចឹងយើងអាចដាក់បែបហ្នឹងក៏បានឬក៏យើងអាចដាក់អ្វីផ្សេងក៏បានដើម្បីឲ្យយើងអាចឲ្យយើងវាបញ្ចូលទិន្នន័យចូលទៅក្នុងកុំព្យូទ័ររបស់យើងឬចូលទៅក្នុងកូដរបស់យើងអញ្ចឹងគឺវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណសម្រាប់ការតាមដានវីដេអូពីដើមរហូតដល់ចប់បើសិនតើអ្នកចង់រៀន programming បន្តទៀតកុំភ្លេចជួយចុច subscribe ម្នាក់មួយផងនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញអ្នកអំពី if statement ឬក៏យើងអាចនិយាយបានថាយើងនឹងរៀនអំពីលក្ខខណ្ឌ if ជួបគ្នានៅពេលក្រោយ